ជំរាបសួរទាំងអស់គ្នាចឹងចង់ថែមមួយទៀតហើយយើងបញ្ចប់ Marvin តាមហ្នឹងហើយខ្ញុំលែងធ្វើមួយ Marvin ហ្នឹងគាត់ថាតាមពិតទៅយើងត្រូវរៀនជាមួយ Gradle ទេតែសារចង់តេស្តមួយ Marvin ហ្នឹងចង់រំលឹកខ្លួនឯងហើយឃើញ get by ID ឃើញ title អីចឹងទៅក៏នឹកឃើញថាចង់ថែមមួយទៀតអត់ធ្វើ put patch delete អីទេអ្នកនរគ្នាអាចទៅ research ខ្លួនឯងទៅតែពិតយើងក៏ត្រូវតេស្តអានេះផងតែដោយសារជ្រុលឯងដាក់មួយទៀតទៅមួយទៀតហ្នឹងគ្រាន់ថាចង់ធ្វើជាមួយនឹងយើងចង់ input ហ្នឹងយើងចង់ post ទៅអញ្ចឹងណាហើយខ្ញុំអត់ចង់ប្រើជាមួយ postman ខ្ញុំនឹកឃើញ speaker ទៅខ្ញុំតអាហ្នឹងមួយទៀតទៅឲ្យវាចប់ Marvin ដំណឹងហើយចាំវគ្គក្រោយយើងរៀនពីក្រោមមកវិញអានេះគ្រាន់តែអញ្ចឹងមួយទៀតហ្នឹងខ្ញុំចង់ធ្វើជាមួយនឹង input មួយអូខេអានេះមានមកស្រាប់ហើយនេះបាទមានមកស្រាប់ហើយអញ្ចឹងនៅពេលដែលវាមានមកស្រាប់អញ្ចឹងនៅពេលដែលយើង get គឺយើង get យើងប្រើ get mapping តែបើយើង post យើងប្រើ post mapping ហើយបើយើងចង់ post ទៅគឺយើងប្រើជាមួយនឹង request body ហើយយើងមាន movie យើងមួយមកហើយយើងយក movie អាលើហ្នឹង add អា movie ដែលយើង post ហ្នឹងចូលតែមកយើង return movie ហ្នឹងចេញមកតាមពិតទៅអានេះយើងអត់តន់ត្រូវរៀនឥឡូវទេតែដូចខ្ញុំនិយាយចឹងដោយសារជ្រុលហើយខ្ញុំតេស្តមួយទៅតែពិតតេស្តខ្លួនឯងទេតែជ្រុលហើយធ្វើវីដេអូទៅតែលេងហ្នឹងហើយមួយទៀតបើយើងចង់តាមពិតទៅបើយើងចង់ផុសនៅនេះនៅពេលដែលយើងឥឡូវខ្ញុំរ៉ាន់មួយចុះឧទាហរណ៍ថាខ្ញុំរ៉ាន់មួយបាទខ្ញុំរ៉ាន់មួយទៅនៅពេលដែលខ្ញុំរ៉ាន់មកបាទឃើញវាដើរធម្មតាអត់មានអីទេតែពេលខ្ញុំវាយមួយទៅខ្ញុំដាក់ថា http://localhost.2 8080/API/v1movie ពេលដែលខ្ញុំវាយមកខ្ញុំមិនដឹងថាខ្ញុំគួរ input អាម៉េចខ្ញុំគួរ add អាម៉េចណាដល់ពេលអញ្ចឹងទៅគឺជំរើសគឺទលំទលាយ input គឺ postman ហ្នឹងហើយបាទអញ្ចឹងយើងប្រើ postman តែខ្ញុំអត់ប្រើទេដោយសារអីទាំងអស់គ្នាធ្លាប់ប្រើ postman ពីមុនហើយខ្ញុំអត់ចង់ឲ្យទាំងអស់គ្នាប្រើណាមួយយើងនៅតែប្រើហ្នឹងទាំងអស់គ្នាតែគ្រាន់តែថាខ្ញុំខ្ជិលហ្នឹងអូខ្ញុំភ្លេច sign in បាទឥឡូវsign in មួយចុះបាទឥឡូវមិនបាច់ទេនេះមួយទៀតគេមានរបស់មួយទៀតគឺគេប្រើជាមួយនឹងបាទអត់ប្រើទេជាប់សាច់អើជាប់បាត់ខ្វែងណាបាទខ្ជិលសាញណាអញ្ចឹងរបស់មួយទៀតអ្នកនរគ្នាអាចប្រើជា insomnia អញ្ចឹងឯងនេះអ្នកនរគ្នាអាចប្រើ insomnia ហ្នឹងមកអាហ្នឹងក៏ជា tool មួយសម្រាប់ដែលយើងអាចតេស្ត API យើង endpoint យើងបានតែទលំទលាយមាន postman មាន swagger អញ្ចឹង swagger ហ្នឹងវាជា open API documentation អញ្ចឹងណាហើយឥឡូវនេះដោយសារតែយើងប្រើ Marvin អញ្ចឹង Gradle ទុកម្ដុំសិនហើយអញ្ចឹងដើម្បី add dependency បានអញ្ចឹង dependency ដែលល្បីជាងគេមានតែ Marvin ហើយនឹង Gradle ហ្នឹងហើយបើពីដើម Gradle ហ្នឹងគឺ the best ហើយអានេះអត់នឹងកើតអីទេបាទយើង ignore វាចោលទៅខ្ញុំអត់ចង់ប្រើដោយសារវា warning អញ្ចឹងអត់អីទេបើសិនជាយើងចង់ add dependency របស់យើង add ចេះទី1ឥឡូវខ្ញុំមកមើលសិនមានអីខ្លះអត់មានអីទេអញ្ចឹងបើខ្ញុំចង់ add dependency ទី1ខ្ញុំ add នៅកន្លែងនេះមួយបាទអញ្ចឹងយើងចូលមក Maven បាទតាមពិតទៅយើងប្រើ Swagger វាមានអត្ថប្រយោជន៍មួយដែរគឺនៅពេលដែលអ្នកខ្លះឥឡូវមើលបាញ់និយាយយើងនិយាយចេះនៅពេលដែល developer front end ខ្លះគាត់អត់ចង់តេស្តជាមួយ postman អញ្ចឹងគាត់ចង់តេស្តជាមួយ UI ដោយសារគាត់ expert UI អញ្ចឹងទៅអញ្ចឹងយើងមានហើយ back end យើងមាន UI ណាចង់តេស្ត API ដល់ប្រើ postman អញ្ចឹងវាមានមួយទៀតគឺគេហៅថា open API documentation ឬក៏ spring dog open API ហ្នឹងអាហ្នឹងគឺជា UI មួយដែលអាចឲ្យយើងតេស្ត API endpoint យើងបានអញ្ចឹងបើអ្នកនរគ្នា search spring dog មកអានេះសារយើងប្រើ Maven បានខ្ញុំប្រើ Maven បើយើង Gradle យើងមានវិធីសាស្ត្រផ្សេងតែក៏យើងអាចរើ Gradle ហ្នឹងបានដែរតែយើងមានវិធីសាស្ត្រផ្សេងទៀតអញ្ចឹងយើងអាចមើលថ្ងៃ release មកអានេះគឺ release 2024បាទអញ្ចឹងយើងយកនេះ let test មកនេះអានេះក៏2024ដែរអញ្ចឹងមកកណើអញ្ចឹងខ្ញុំយកអាទី2នេះចុះនេះ2026នេះអញ្ចឹង release អីចឹងណាអញ្ចឹងខ្ញុំយកអាហ្នឹងមកបាទចុចលើហ្នឹងមកអញ្ចឹងខ្ញុំយកអា version let test ថា3.01ចុះហ្នឹងហើយយក let test ហ្នឹងមកបាទអញ្ចឹងយើងចុចពឹបមកគឺ copy ហើយបាទអញ្ចឹងយើងចូលមកគឺយើងផាសវានៅក្នុងហ្នឹងមកឥឡូវខ្ញុំដាក់ថាខ្ញុំផាសនៅក្រោមនេះចុះឧទាហរណ៍ថាឥឡូវគួរដាក់ណាបាទឥឡូវខ្ញុំដាក់នៅក្រោម Postgres នេះចុះ
ចឹងឧទាហរណ៍តែខ្ញុំដាក់នៅហ្នឹងបាទពេលដែលខ្ញុំដាក់នៅហ្នឹងដល់ខ្ញុំចុចអានេះមួយមកគឺវា cover អាហ្នឹងបានហើយចឹងបន្ទាប់មកពេលដែលវា handle អាហ្នឹងបានចាំមើលណាឲ្យវា handle បាទឃើញថា error អីគេវាដាក់ថា not found បាទអូខេរើឃើញហើយចឹងយើង rerun មកបន្ទាប់មកទៀតយើងចូលទៅជាមួយខ្ញុំគឺយើងវាយថានៅពេលដែលយើងចង់ insert បាទយើងវាយថានេះនៅយើងវាយចឹងបាទឃើញតែនៅពេលដែលយើងចង់ insert យើងវាយចេញវិញយើងដាក់ថាអឺ slash swagger អានេះសារខ្ញុំធ្លាប់ធ្វើមួយវាអញ្ចឹងខ្ញុំចាំវាដែរសារតែរហូតភ្លឹបបាទមកនេះចឹងអានេះវាបើយើងឥឡូវយើងប្រៀបធៀបចេះទៅវាដូចទៅជាមួយនឹង postman របស់យើងបើសម្រាប់ test API បាទខ្ញុំអត់ដឹងដល់ version បានទេទាំងអស់គ្នាខាន test យូរនេះស៊ីគេអូបាទ dark line បាទនេះវា version 3របស់ API ដកបាទអានេះក៏យើងអាចដូរនិយាយទៅខ្ញុំអត់តន់ដល់ហ្នឹងឯងវាជ្រៅពេកអានេះស្អីគេ server secure របស់យើងបាទអានេះ endpoint របស់យើងនេះមើលមួយហ្នឹងគេហៅ endpoint អានេះយើង get អានេះយើង post បាទយើងដឹងហើយតួយើងមិនទាន់ចូល back end ទៅយើងស្គាល់ get post put patch delete ទេអានេះ schema របស់យើងហើយយើងនឹងរៀនទៅទៀតយើងមាន mapper mapstruct DTO DAO schema ហ្នឹងមានប្រមាណវាមកប៉ុណ្្នឹងហើយយើងទៅឥឡូវឧទាហរណ៍ថាអ្នកនរគ្នាចង់តេស្តឧទាហរណ៍ដំបូងយើងវាយURL fix ទៅឥឡូវនេះគឺយើងតេស្តរបៀបថាឧទាហរណ៍ថាយើងចង់តេស្ត get movie យើងតេស្ត get movie នេះបាទយើងមើលមកនេះ API វា get movie បាទអញ្ចឹងបើយើងចង់តេស្តបាទនេះ200អូខេនេះពេលវា response មកវា response អញ្ចឹងយើងចុច try it out ពេលយើងចុច try out យើងចុច execute ឃើញថាទិន្នន័យយើងមកនេះ local host របស់យើងហើយនេះ request URL របស់យើងហើយនេះវា response មកអ្នកនរគ្នាដឹងហើយ200 response មានន័យថាម៉េច201 create 201 get អីចឹងទៅមកនេះមាន4នេះអីចឹងទៅបាទមើល connection មើលអីរបស់យើងចឹងទៅអញ្ចឹងអាហ្នឹងគឺយើង get ហើយបើសិនជាយើងចង់ test អីគេបាទ get by ID នេះគេមាន ID គេឲ្យយើងបញ្ចូលជាអីគេជា integer in 32អីចឹងទៅហើយវា return មកជាមិនយើង try it out មកទៅយើងដាក់ ID លេខ5បាទដាក់ ID លេខ5ឃើញថាវាអត់មាន ID នឹងទេតែវា success ប៉ុន្តែវាអត់មាន ID នឹងទេដោយសារយើង return null ណាដល់ពេលយើងវាយ ID លេខ1យើង execute បាទ ID លេខ1មាន200មកបាទមកបាត់ឧទាហរណ៍ថាយើងចង់តេស្តអីគេយើងចង់តេស្ត title យើង search មកឧទាហរណ៍ថាខ្ញុំ try it out title ខ្ញុំដាក់ជា string ឧទាហរណ៍ខ្ញុំចង់ try it out អញ្ចឹងទៅខ្ញុំដាក់មកនេះខ្ញុំដាក់អីគេខ្ញុំដាក់ hi អញ្ចឹងទៅឧទាហរណ៍ខ្ញុំ execute ពឹបបាទ hi មកនេះ hi មកនេះមកអញ្ចឹងយើងអាចមើលអាហ្នឹងបានអញ្ចឹងហើយបើសិនជាយើងចង់ add ផ្លេចយើង post មកបាទ post គេតម្រូវការគេយើង try it out នេះ post ជាអី application.json អញ្ចឹងយើង try it out មកបាទយើងចង់ដាក់អីគេខ្ញុំដាក់ ID លេខ5ខ្ញុំដាក់អីទៀតឧទាហរណ៍ថា movie controller ខ្ញុំឧទាហរណ៍ថា add អីគេលេខ5 MNO អញ្ចឹងទៅឧទាហរណ៍ខ្ញុំដាក់ថា ID លេខ5អានេះខ្ញុំដាក់ថា MNO អញ្ចឹងទៅតបមកទៀតខ្ញុំដាក់2015អីចឹងទៅខ្ញុំដាក់អីគេខ្ញុំដាក់ action ដែរអញ្ចឹងណាទៅខ្ញុំដាក់ action អានេះខ្ញុំដាក់ថា action ដែរអានេះខ្ញុំអូខេ action ដែរអានេះខ្ញុំដាក់លេខ5អីចឹងទៅអាយ៉ា2015អីចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំ execute មកប៉ងបាទ200បាទ success កាលនោះគឺ200 success ឥឡូវឧទាហរណ៍ថាតាមពិតអានេះគួរតែ201បានត្រូវនេះអាកន្លែង add នេះគួរតែ201បាន create តែអានេះវានៅ server response មក200ដដែលអត់អីទេយើងនឹងរៀននៅវគ្គក្រោយទៀតទុកវាចោលទៅឥឡូវខ្ញុំចង់ get all ខ្ញុំ execute ពឹបបាទមកលេខ5នេះបាទតែនោះវា201បានត្រូវឧទាហរណ៍ថា ID ខ្ញុំវាយលេខនេះខ្ញុំឧទាហរណ៍ search by ID ហ្នឹងខ្ញុំវាយលេខ7អីចឹងទៅពេលយើង execute មកគឺឃើញថាអត់មានអីទេអត់មានអីទាំងអស់ចឹងមានរបស់មួយដែលយើងអាច handle អានឹងបានខ្ញុំថែមឲ្យតិចទៅ advance ទៅហើយតែកុំភ័យយើងនឹងរៀនដែរទេបាទអញ្ចឹងឧទាហរណ៍ថានៅក្នុងហ្នឹងវាមានរបស់មួយដែលគេហៅថាអីគេ
response បាទ response entity អូខេចឹងអាហ្នឹង type វាជា generic បើយើងប្រើសញ្ញាសួរគឺ wildcard យើង return ជាអីក៏បានដែរតែខ្ញុំចង់ return ជា movie អញ្ចឹងទៅឧទាហរណ៍ណាចឹងអាកន្លែងនេះខ្ញុំគួរធ្វើម៉េចបាទអាកន្លែងនេះយើងដូចជាប្រើ if អាកន្លែងហ្នឹងគាត់ថា if បាទ if អីគេ if អាយ៉ាអាកន្លែងនេះឈប់អូខេឈប់ខ្ញុំប្រើ response entity ខ្ញុំគួរដាក់យ៉ាងអាយ៉ាខ្ញុំចង់ផ្លេចដែរអស់គ្នាខានប្រើយូរអូខេនេះយើង return ចេះយើង return response entity.ok.movie អីចឹងទៅឧទាហរណ៍ថាខ្ញុំចង់ផ្លេចដែរអស់គ្នាខានប្រើយូរឧទាហរណ៍ថានេះខ្ញុំ get លេខ7អញ្ចឹងខ្ញុំចុច execute មកឃើញថាវាអត់ដើរអញ្ចឹងយើង run សិនយើងផ្លេច rerun បាទអញ្ចឹងយើង run មកបាទតបមកទៀតយើងតេស្តមួយមកគេដាក់ថាមិន spring dot ដូចជា warning បាទអូខ្ញុំប្រើ version 4ទៀតបាទ spring boot បាទ warning ស្អីគេទេទុកចោលសិនទៅដូចជាអត់ error ទេពេលយកចុច execute មកនៅដដែលហើយចុះបើយើងដាក់លេខ2យើងដាក់លេខ2បាទវា return លេខ2ឥឡូវឧទាហរណ៍ថាយើងអត់ចង់ដាក់យ៉ាងឯងយើងចង់ដាក់ response entity dot អីគេឧទាហរណ៍ខ្ញុំដាក់ថា dot OK ខ្ញុំដាក់ http status មិនអត់អូខេខ្ញុំដាក់ dot អីគេខ្ញុំដាក់ dot អីគេឧទាហរណ៍ខ្ញុំដាក់អានេះវាមានច្រើនតាមពិតអាហ្នឹងបើយើងខ្ញុំផ្លេចអស់ដែរទាំងអស់គ្នាខានតេស្តយូរចឹងខ្ញុំដាក់ឧទាហរណ៍ខ្ញុំដាក់អីគេឥឡូវខ្ញុំដាក់ bad request ឥឡូវដាក់ឥឡូវ404 not found វាមាន not found នោះណាបាទដាក់ not found មួយហើយអានេះមានពីក្រោយហ្នឹងមាន dot អីគេទៀតបាទឥឡូវដាក់អីគេអានេះដូចមិនមែនអូខេតើបាទអត់ទេនេះតមកអូផ្លេចបាត់ទាំងអស់គ្នាអើយខ្ញុំមិន expert ដែរខានប្រើយូរអានេះគេដាក់អីគេបាទ dot not found ណាហើយខ្ញុំដាក់ http request អាហ្នឹងstatus dot not found dot bill អញ្ចឹងហ្នឹងឥឡូវខ្ញុំដាក់ not found យ៉ាងមើលហើយខ្ញុំចុចបាទខ្ញុំផ្លេចដែរទាំងអស់គ្នាអត់ដែរតេស្តវាដែរនេះមកឆៅឃើញ error ឆៅទៅខ្ញុំណាទៅចាំទាំងអស់បាទឥឡូវពួកខ្ញុំដាក់លេខអីគេខ្ញុំដាក់លេខ77 78មើលបាទវានៅតែតតែបាទអីខ្ញុំ stop មួយខ្ញុំទៅរើអីមួយមើលខ្ញុំទៅមើលមួយមើលថាហ្នឹងវាខុសមកពីអីបាទខ្ញុំអត់ទាន់បានទៅរើផងខ្ញុំដូចជាឃើញកន្លែងខុសបាទយើងសិក្សានៅ post mapping តែដល់ពេលយើងតេស្តណែមកតេស្តនៅ get by id នៅនោះឆ្កយបាទរឿងអីវាមិនខុសដល់កមានវាណាប្រាប់ខ្ញុំសោះបងប្អូនបាទចេះឆ្ងល់ខុសអីវាដូចអីដែលខ្ញុំចង់បានទោះខ្ញុំអត់ដែរធ្វើខ្ញុំភ្លេចក៏វាមិនដល់ថ្នាក់នឹងថាភ្លេចឈឹងទេបាទអញ្ចឹងនេះយើងត្រូវមកតេស្តនៅកន្លែង id នេះបាទដល់កចឹងអាកន្លែងនេះយើងដាក់ response entity បាទនេះ response entity ខ្ញុំដាក់ movie មកដល់ពេលហើយខ្ញុំ return movie ទៅខ្ញុំដាក់ថា response entity.ok.movie rerun មួយពឹបបាទអត់អីអត់ជាបញ្ហាខានប្រើយូរយ៉ាងហី warning ទុកចោលសិនទៅបាទ refresh មួយមើលអស់ចង្រៃបាទ try it out ខ្ញុំដាក់លេខ3មានចុះបើខ្ញុំដាក់លេខ56ឃើញថាអត់មានទេ56អញ្ចឹងមួយក្បាច់ទៀតគឺវាមានមួយក្បាច់ទៀតឥឡូវបើយើងមាន L ឧទាហរណ៍ថាយើងមាន L ហើយយើងអាច handle លក្ខខណ្ឌយើងអញ្ចឹងណាតែអានេះអត់អីទេឥឡូវខ្ញុំប្រើ L នឹងប្រើយ៉ាងអញ្ចឹងខ្ញុំដាក់ return ឥឡូវខ្ញុំដាក់ not found .bill បាទខ្ញុំ return មួយមកបាទជ្រុលដាក់ខ្ញុំដាក់ L ហើយខ្ញុំដាក់អញ្ចឹងទៅ
ឥឡូវបើយើង refresh យើង try it out ខ្ញុំដាក់លេខ3មានអត់បាទដាក់លេខ3វាប្រាប់ថាអត់មានទេ404 not found ហើយយកខ្ញុំដាក់67បាទ67ក៏អត់មានដែរអញ្ចឹងអានេះយើងមិនបាច់ដាក់ L ទេបើដាក់ L ខុសបាត់ហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់ដាក់ L ទេតែខ្ញុំដាក់ចេះវិញខ្ញុំដាក់តែ response http response status ទៅខ្ញុំមាន status បន្ទាប់មកទៀតខ្ញុំបើកមុខកញ្ចក់មកខ្ញុំដាក់ ATTP អីគេ ATTP status អីចឹងទៅ dot not found អីចឹងទៅបាទ dot not found អីចឹងទៅដាក់ dot អីគេ dot bill អីចឹងទៅបាទដាក់ dot bill ទៅខ្ញុំ run មួយទៀតមកជាស្រ័យទាំងអស់គ្នាអើយខានតេស្តយូរវានេះចឹងខ្លះខ្ញុំអត់បានខ្ញុំមកថតវីដេអូហ្នឹងខ្ញុំដូចខ្ញុំមក review ខ្លួនឯងតែខ្ញុំទៅលេងខ្ញុំថតលេងហើយអត់បានតេស្តមុនដែរបាទពេលយើងវាយមកគឺវាអត់មានអញ្ចឹងបើយើងវាយលេខ5មកបាទអត់មានដែរអញ្ចឹងកន្លែងនេះអត់ត្រូវទេអឺអញ្ចឹងចង់ត្រូវយើងដាក់អូខេមកបាទខ្ញុំភ្លេចហើយខ្ញុំមិនដឹងធ្វើម៉េចទេឲ្យ AD មកខ្ញុំបាទសម្រាប់ការធ្វើវីដេអូនេះដែរគឺធ្វើលក្ខណៈ review ខ្លួនឯងហើយក៏ចេះតែថតវីដេអូទៅមិនមែនជាអ្នកចេះដឹងអីណាស់ណាទេបាទយើងដាក់មកបាទអត់មានទេអញ្ចឹងបើដាក់លេខ3មានធម្មតាអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេហើយចាំមើលបាទថ្ងៃហ្នឹងដាក់ប៉ុណ្ណឹងណាចាំមើលស្អែកយើងឬក៏ថ្ងៃណាទៅនេះចាំយើងតភាគយើងទៀតបាទសូមអរគុណសូមជម្រាបលា